ជាមួយនឹងលោកគ្រូស្វាយសុខុនវាយទទួលគ្រូតាមរបៀបរបស់លោកគ្រូនេះជាប្រវត្តិរូបរបស់បាទកីឡាករបង្គោលក្រអូមកែវណ្ណាបងប្អូនកែវណ្ណា15ដងជុំនៅនៅសួរបង្គោលក្រហម The Red Corner from Cambodia បងប្អូនមិនតបពីសម្ដាប់ប្រវត្តិរូបរបស់កែវណ្ណាហើយឥឡូវមកសម្ដាប់ប្រវត្តិរូបរបស់តាមកពីអ៊ីរ៉ង់ម្ដង73អាយុ22ឆ្នាំលោកប្រកួតចំនួន26ដងឈ្នះ19ដងចាញ់4ដងស្មើ3ដងនិងធ្លាប់ដួលគូប្រកួតនៅក្នុងទ្វីបចំនួន8ដងសូមបានមកចំពោះប្រកួតនេះ The Blue Corner from Afghanistanបន្ទាប់ពីសម្ដាប់ប្រវត្តិរូបរបស់កីឡាករទាំងពីរហើយមានតែរងចាំតាមដានទស្សនាបាទនៅពេលបន្តិចទៀតសម្រាប់ការពុតរបស់អ្នកទាំងពីរតើអ្នកណាជាអ្នកទទួលបានជ័យជំនះការជួបនេះទឹកទី1ចាប់ផ្ដើមបងប្អូនទឹកទី1ចាប់ផ្ដើមហើយការជំនួបរបស់អ៊ីរ៉ង់កីឡាករអ៊ីរ៉ង់ជាមួយនឹងកែវណ្ណាសាច់អេនណាបងប្អូនណាសម្រាប់កីឡាករបង្គោលក្រហមកែវណ្ណាគុំខ្មែរយើងនេះបាទទឹកទី1ចាប់ផ្ដើមបងប្អូនតាមដានទស្សនាទាំងអស់គ្នាជំនួបរបស់កែវណ្ណាជាមួយកីឡាករអ៊ីរ៉ង់អូបងប្អូនក្នុងទោសអាហ្គានីស្ថានបងប្អូនបាច់របស់កាណាស្អាតណាបងប្អូនអាការកីឡាករកានីស្ថានរៀងបាច់បាច់មកទឹកទី1កីឡាករកានីស្ថានកំពុងចោលសម្រុកវិញហើយលោកបាទកីឡាករហើយកែវណាបងប្អូនកីឡាករកែស្ថានដូចថាសាច់រឿងខ្លាញ់ហ្នឹងបាទកម្លាំងមានក្បាច់មានចេញដៃចរិចដៃគាត់បានបាទល្អដល់តាមដានទស្សនាម្ដងបងប្អូនចូលកន្លែងសំខាន់ដែលហាងគាត់ហើយបងប្អូនហើយធ្វើការសម្រួលសិនពីធ្វើការសម្រួលហើយឥឡូវនេះធ្វើការបន្តការធ្វើទៀតបាទចាប់ដើមពីហើយទស្សនាបន្តបងប្អូន
ឃើញថាមើលទៅឃើញសាច់ខ្លាំងៗមែនបងប្អូនកីឡាករអាកាសស្ថាននេះក៏មិនធម្មតាដែរក្នុងទឹកទី1នេះធ្វើឲ្យកែវណ្ណាបាទដួលឡើងទៅជា2ទៅ3ដងហើយឥឡូវបងប្អូនរងចាំទស្សនានៅទឹកទី2បន្តសម្រាប់កីឡាករអាកាសស្ថានជួបជាមួយកីឡាករកែវណ្ណាបន្តិចទៀតនេះបងប្អូនឥឡូវនេះទឹកទី2បានចូលមកដល់ហើយសម្រាប់កីឡាករកែវណ្ណាជួបជាមួយកីឡាករកែវស្ថានបងប្អូនទស្សនាបន្តសម្រាប់អ្នកទាំងពីរកីឡាករកែវណ្ណាល្អបងប្អូនល្អបាទបាច់ពូទៅលើកីឡាករកែវណ្ណាធម្មតាទស្សនាបងប្អូនបាទធ្វើឲ្យបានទៅលើកីឡាករកែវណ្ណាកែនេះអូយចប់សពគ្រប់ហើយសម្រាប់កែវណ្ណាបាទមួយកែរបស់កីឡាករអាកាសស្ថានល្អណាស់បងប្អូនអើយបាទអូយនឹកស្មានមកដល់ទេបាទមួយកែនេះគឺបដូរកែមកទៅចំទៅមកធ្វើឲ្យកីឡាករកែវណ្ណាសន្លប់ឈឹងទាំងរងបងប្អូនឥឡូវនេះរូបភាពយឺតៗបានមកដល់ហើយបងប្អូនបាទតើត្រូវកន្លែងណាមិញបាទទស្សនារូបភាពយឺតៗនេះកន្លែងនេះហើយបាទទស្សនាបន្តរូបភាពយឺតៗបោះកែងស្ដាំនេះកែងណាបងប្អូនតាមណាតកែងនេះហើយបាទកែងស្ដាំងយលឹបបាទឥឡូវនៅរូបភាពយឺតៗបន្តអូត្រាក់មកអាចចូលហើយបាទនេះណាមួយគឺខ្លួនឯងហើយយើងនៅគឺអូសោកស្ដាយកែវណ្ណាបងប្អូនពុទ្ធជាសោកស្ដាយកីឡាករកែវណ្ណាមែនតែសាទរបាទកីឡាករបាទអាហ្គានីស្ថាន